ទីតាំងនៅទីនេះយើងដឹងហើយជាទីតាំងដែលមានក្រុមហ៊ុនមួយក្រុមហ៊ុនម៉ែនសរុនគឺគេហៅក្រុមហ៊ុន72ក្រុមហ៊ុនប៉ែនសរុនឬក៏ក្រុមហ៊ុន72នេះបានដៃសម្បទានៅទីនេះនៅភូមិលំឃុំផាត់យ៉ៃបញ្ញាយឃុំបញ្ញាយស្រុកអូយ៉ាដាវនេះគឺចំនួនប្រហែលជា 20000 ហិកតាហើយប៉ុន្តែក្រុមហ៊ុនម៉ែនសរុននេះបានប្រហែលជាទេដល់ក្រុមហ៊ុនយួនហើយឥឡូវនេះមានឃើញតែពួកយួននេះដែលមកកាប់ឆ្កានៅក្នុងតំបន់នេះឃើញថាព្រៃសិតតែព្រៃស្រោងមិនមែនព្រៃសម្បទានដីមិនមែនសម្បទានដីគឺសម្បទានព្រៃតែមកគឺយើងឃើញព្រៃទីនេះគឺអាឈើធំឈើហូបអីគឺគេកាប់យកទៅអស់ហើយគេកាប់នៅតំបន់ជុំវិញនេះទាំងអស់នៅតំបន់ជុំវិញនេះថែមទៅទៀតហើយឈើដែលដួលនៅទីនេះដែលយើងឃើញសិតតែឈើនេះមិនមែនថាពលរដ្ឋតិចតែចង់បានយកទៅធ្វើកសបផ្ទះធ្វើអីមកយកបានទៅទៀតអត់បានទេយួនវាអត់ឲ្យទេយួនវាសុកចិត្តដាក់ទម្លាក់ចោលឲ្យដុតនៅហ្នឹងវាមិនឲ្យអ្នកស្រុកនៅក្នុងទីនេះយកទៅប្រើប្រាស់អីបានទេនេះជាបញ្ហាមួយដែលយើងបង្ហាញជាក់ស្ដែងថាអ្វីដែលហៅថាដីសម្បទានសេដ្ឋកិច្ចមិនមែនដីនេះគឺព្រៃសុទ្ធសាធហើយគ្រាន់តែគេកាប់យកព្រៃរបស់យើងនៅទីនេះទៅលក់ហ្នឹងគឺបានលុយច្រើនយកមកដាំកស៊ូហ្នឹងវាសល់ទៅទៀតគេមិនដែលមានយកលុយអីមកវិនិយោគអីទេហើយជាពិសេសព្រឹកមិញយើងឃើញហើយមានសំណួររបស់បងប្អូនយើងនៅភូមិលំនេះសួរយើងគួរឲ្យខ្មាស់អៀនដែរគេសួរថាហេតុអីបានបងប្អូនភូមិលំចាស់ទឹកម្ចាស់ដីជនជាតិចរាយនៅពីដូនតាមកអត់មានសិទ្ធិបានដីចំការធ្វើចំការហើយទៅយួននៅស្រុកយួនហេតុអីបានមានមកដល់ស្រុកខ្មែរមកយកដីខ្មែរធ្វើចំការហើយជាមួយនោះដែរគ្នាធ្វើបានបន្តិចបន្តួចហេតុអីពួកយួនមកដណ្ដើមយកទៅពីគ្នាទៅទៀតណាបើតែចុះដូច្នេះបានថាជាគោលការណ៍សម្រាប់យើងជាអ្នកទទួលខុសត្រូវជាពិសេសយើងជាតំណាងរាស្ត្រគណៈបក្សសង្គ្រោះជាតិនេះត្រូវតែធ្វើរបាយការណ៍របស់យើងនឹងដើម្បីផ្ញើទៅមន្ត្រីមានសមត្ថកិច្ចនឹងឲ្យគេឃើញកុំឲ្យគេថាយើងចេះតែថាចោតប្រកាន់គ្មានហេតុផលគ្មានភស្តុតាងឥឡូវនេះជាភស្តុតាងជាក់ស្ដែងគឺជាក់ស្ដែងតែម្ដងពីរឿងដីសម្បទាននេះគឺបំផ្លាញព្រៃខ្មែរបំផ្លាញភូមិករជនជាតិខ្មែរយើងនឹងគឺថាឲ្យលំបាកវេទនាជឿចាប់ពីការជឿចាប់ដូច្នេះបានយើងត្រូវតែជំរុញឲ្យមានការដោះស្រាយឲ្យបានឆាប់ឲ្យបានមុនបោះឆ្នោតបើពុំដោះឆ្នោតទេគឺថាបងប្អូនជនជាតិជាពិសេសបងប្អូនយើងនៅក្នុងរតនគិរីនេះនឹងប្រហែលជាសង្ឃឹមថានឹងរួមកម្លាំងគ្នាបោះឆ្នោតឲ្យគណៈបក្សសង្គ្រោះជាតិដើម្បីឲ្យមានការប្រែប្រួលការពារទឹកដីហើយសូមជម្រាបថានៅក្នុងខេត្តរតនគិរីទាំងមូលនេះដីដែលគេឲ្យសម្បទានដល់ក្រុមហ៊ុនផ្សេងនេះគឺមានជាង230,000 ហិកតាហើយភាគច្រើនដែលគ្រប់គ្រងដីសម្បទាននេះគឺក្រុមហ៊ុនជួនតែម្ដងគេមកក្នុងរូបភាពជាក្រុមហ៊ុនធំដូចក្នុងនេះយើងឃើញហើយមានក្រុមហ៊ុនដែលគេបានដីប្រមាណជាតែក្រុមហ៊ុន2ហ្នឹងគេបានដីប្រហែលជា200,000 ហិកតាហ្នឹងតាមព័ត៌មានមកគឺមានក្រុមហ៊ុនហួងអញឡៃហើយនឹងក្រុមហ៊ុនវៀតណាម Rubber Group 2ហ្នឹងគឺថាមួយបាន470,000 ហិកតាមួយទៀតបាន16,113,400 ហិកតារកតែ2ហ្នឹងគឺ200,000 ហិកតាបាត់ហើយតាមរបាយការណ៍នៅពេលដែលយើងធ្វើដំណើរតាមផ្លូវចូលមកនេះក៏មានរបាយការណ៍ដែរថាការគ្រប់គ្រងដីសម្បទានដែលយួនបានពីយើងទៅគឺយើងចូលឲ្យបានហ្មងគឺគេមានបារះគេ2-3បារះមិនមែនយើងចិត្តតែចូលមកក្នុងទឹកដីនេះបានទេគឺអត់បានតែម្ដងហើយគេយកជនជាតិគេយកគ្រួសារគេមកនៅពេញនៅក្នុងតំបន់ទាំងនេះនេះជាការព្រួយបារម្ភមួយថែមទៀតក្រៅពីការបាត់បង់ព្រៃការបាត់បង់ដីជាពិសេសដីដូនតារបស់យើងជនជាតិចរាយនេះក៏បាត់បង់ច្រើនដីរបស់ជាតិយើងក៏បាត់បង់ច្រើនផងហើយទឹកដីនេះគឺថាក្រោយពីរដ្ឋាភិបាលលោកហ៊ុនសែនគាត់ឲ្យគេ99 ឆ្នាំគឺហាក់ដូចជាបាត់បង់ទាំងស្រុងតែពីព្រោះយើងអត់មានសិទ្ធិចូលមកបានទៀតទេហើយគេយកជនជាតិគេពលរដ្ឋគេមកប្រមាណនេះក៏យើងគ្មានសិទ្ធិទៅដឹងទៅឮដែរលើកលែងតែមានពលរដ្ឋយើងខ្លះដែលត្រូវជញ្ជូនកម្មករខ្លះចូលទៅក្នុងតំបន់ទាំងនោះដែលគេអនុញ្ញាតទើបបានរកឃើញបានមើលឃើញថាមានជនជាតិវៀតណាមគ្រួសារវៀតណាមនឹងរស់នៅយ៉ាងកុះកនៅក្នុងតំបន់ដែលគេសម្បទានគេនេះខ្ញុំសំឆៃតំណាងរាស្ត្រ